បាទជំរាបសួរបងប្អូនជនរួមជាតិទាំងអស់បាទថ្ងៃនេះយើងមកអានជាបន្តទៀតដោយសារយើង2ថ្ងៃអត់បានអានជំរាបជូនបងប្អូនទេហេតុអីបានខ្ញុំធ្វើការផងហើយសល់ពេលតនេផងចេះតែឆ្លៀតអានជូនបងប្អូនយើងចឹងព្រោះបញ្ហាសង្គមយើងវាយើងនិយាយថាពីដើមសង្គមខ្មែរយើងជាសង្គមដែលនៅក្នុងពិភពលោកណាក៏ទទួលស្គាល់ដែរហើយជាពិសេសនៅអាស៊ីអាគ្នេយ៍អាស៊ីភាគអាគ្នេយ៍នេះប្រទេសខ្មែរដែលមានវប្បធម៌អរិយធម៌ដ៏អស្ចារ្យរុងរឿងសូម្បីតែប្រទេសគេធំប្រទេសមហាអំណាចដូចជាប្រទេសឥណ្ឌាប្រទេសចិនអីនោះក៏នៅមករណបខ្មែរដែរដោយសារខ្មែរមានអរិយធម៌រុងរឿងពងពោះចឹងដោយសារសម័យនោះបងប្អូនឃើញស្រាប់ហើយនៅជុំវិញពិភពលោកនេះមិនដែលមានជនជាតិណាដែលអាចកសាងប្រាសាទថ្មទម្ងន់រាប់ពាន់តោនកើតទេហើយទៅយកទៅដាក់ត្រួតលើគ្នាអញ្ចឹងវប្បធម៌នេះគឺជាវប្បធម៌បញ្ជាក់សយឃើញថាជាប្រទេសដែលមានអរិយធម៌រុងរឿងហើយសូម្បីតែសិលាចារឹកចារលើថ្មអក្សរសាស្ត្រជាតិរបស់ខ្មែរយើងនឹងគឺចារនៅលើផ្ទាំងថ្មដូចបងប្អូនឃើញស្រាប់ហើយចឹងបានន័យថាដោយសារខ្មែរជំនាន់នោះលោកមានសិលធម៌គ្រប់គ្រាន់ក្នុងការកសាងប្រទេសគាត់ចេះសភាពរៀបសារគាត់ចេះសាមគ្គីគ្នាហើយគាត់ចេះរក្សាសិល5សិលចាំសិល8អញ្ចឹងទៅធ្វើឲ្យលោកនោះមានបញ្ញាញាណខ្ពស់បាទនេះដោយសារយើងគោរពតាមវិន័យរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយើងដ៏ផូរផង់បាទអញ្ចឹងខ្ញុំសូមស្លេះត្រឹមនឹងសិនហើយយើងចូលមកអានច្បាប់រដ្ឋធម្មនុញ្ញយើងជាបន្តទៀតនៅក្នុងជំពូកទី5អំពីសេដ្ឋកិច្ចមាត្រា56ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់មាត្រា57ការយកពន្ធដារនឹងអាចធ្វើទៅបានលុះត្រាតែមានច្បាប់អនុញ្ញាតថវិកាជាតិត្រូវបានកំណត់ឲ្យអនុវត្តតាមច្បាប់របបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់មាត្រា58ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាចដីធ្លីក្រោមដីភ្នំសមុទ្របាតសមុទ្រក្រោមបាតសមុទ្រឆ្នេរសមុទ្រអាកាសកោះទន្លេព្រែកស្ទឹងបឹងព្រៃឈើធនធានធម្មជាតិមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌មូលដ្ឋានការពារប្រទេសសំណង់ផ្សេងទៀតដែលបានកំណត់ថាជារបស់រដ្ឋការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់មាត្រា59រដ្ឋត្រូវរក្សាការពារបរិស្ថាននិងតុល្យភាពនៃភោគទ្រព្យធម្មជាតិហើយត្រូវចាត់ចែងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងមានជាអាចដីធ្លីទឹកអាកាសខ្យល់ភូមិកបសាស្ត្រប្រព័ន្ធអេកូឡូស៊ីរ៉ែធម្មពលប្រេងកាតនិងឧស្ម័នថ្មនិងខ្សាច់ត្បូងថ្មព្រៃឈើនិងអនុផលព្រៃឈើពពួកសត្វព្រៃមច្ឆាជាតិធនធានជលផលមាត្រា60ពលរដ្ឋមានសិទ្ធិ
លក់ដូរផលិតផលរបស់ខ្លួនដោយសេរីការតម្រូវឲ្យលក់ផលិតផលជូនរដ្ឋឬការយកភោគផលឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់វាលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាតមាត្រា61រដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យជាពិសេសវិស័យកសិកម្មសិប្បកម្មឧស្សាហកម្មចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹកភ្លើងផ្លូវនិងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើបនិងប្រព័ន្ធឥណទានមាត្រា62រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតផលការពារថ្លៃផលិតផលជូនកសិករសិប្បករនិងជួយរកទីផ្សារលក់ផលិតផលមាត្រា63រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យមាត្រា64រដ្ឋហាមឃាត់និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតផលលក់ដូរគ្រឿងញៀននិងទំនិញคล้ายៗហួសរយៈពេលប្រើដែលប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់អ្នកប្រើបាទបងប្អូនខ្ញុំសូមជូនត្រឹមនេះយើងចាប់ជំពូកទី5ហើយនិយាយអំពីសេដ្ឋកិច្ចបាទថ្ងៃក្រោយខ្ញុំវិលមកជូនអានជាបន្តទៀតក្នុងជំពូកទី6បាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលាជូនពរសុខភាពល្អសំណាងល្អរកទទួលទានមានបានជួបតែសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារគ្រប់ទិវារាត្រីបាទសូមអរគុណនិងសូមថ្លែងអំណរអបព្រះគុណយ៉ាងជ្រាលជ្រៅបាទសូមអរគុណ